អតីតសង្ឃឈ្មោះជាវុធីអាយុ28ឆ្នាំត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនឹងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការចាប់ខ្លួននៅថ្ងៃទី1ខែមេសាឆ្នាំ2026នៅចំណុចវត្តពោធិ៍រៀលសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី3ខែមេសាឆ្នាំ2026បានឲ្យដឹងថាតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ416ដចណូចុះថ្ងៃទី31ខែមីនាឆ្នាំ2026របស់ចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញសមត្ថកិច្ចជំនាញធ្វើការចាប់ខ្លួនជនត្រូវចោទអតីតសង្ឃឈ្មោះជាវិធីគឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធីដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ព្រមទាំងមានភ័ស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយឬសេរីភាពនៃការបញ្ចេញមតិនោះឡើយមិនដោយការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូចដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមចោទសមត្ថកិច្ចថាការអនុវត្តច្បាប់រំលោភលើសិទ្ធិសេរីភាពទៅលើជនត្រូវចោទក្រៅទៅពីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមអតីតសង្ឃឈ្មោះជាវិធីក៏បានប្រព្រឹត្តខុសវិន័យជាសង្ឃយ៉ាងធ្ងន់ធ្ងរដោយបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយនារីក្មេងៗជាច្រើនជួនកាលលួចដោះស្បង់ជីវរណាត់ជួបស្រីក្មេងរហូតដល់មានកូនដែលទង្វើនេះគឺប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋគឺខុសខាងប្រាជិកតែម្ដងបច្ចុប្បន្នជនត្រូវចោទក៏ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅតុលាការនិងត្រូវបានចៅក្រមស៊ើបសួរសម្រាប់ឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនា